ជំរាបសួរបងតោះគ្នាបងថ្ងៃនេះបងអូនប្រាប់ពីរបៀបប្រើប្រាស់បង microphone នេះបងModel K31 Pro អញ្ចឹងសម្រាប់ microphone របស់យើងមានប្រអប់សម្រាប់សាកថ្មហើយ microphone ប្រភេទនេះមាន2គ្រាប់បងអាចនិយាយបានគ្នា2នាក់ហើយសម្រាប់ជើងមាន2ដូចគ្នាអានេះសម្រាប់ទូរស័ព្ទ Android ដូច Type C ហើយនេះសម្រាប់ iPhone អញ្ចឹងបើសិនជាបងថតមួយ iPhone ណាបងបើសិនជាមាន case មានអីបងដកចេញសិនទៅពូកល case ក៏ស្លេងវាអត់ smooth ដែរអញ្ចឹងសម្រាប់ microphone នេះគឺបងដោតមួយទូរស័ព្ទមកគឺវាស្គាល់គ្នាអូតូហ្មងបងមានត្រូវការតឡើង app ឬក៏បើក Bluetooth អីទេអូខេបងតោះគ្នាបងអញ្ចឹងបងអូនបានដោត microphone ហើយអញ្ចឹងសលេងដែលបងពងនិយាយនេះគឺសំឡេងនៅក្នុង microphone ណាបងអញ្ចឹងសម្រាប់ microphone របស់យើងនេះវាមាន2 function សំឡេងមាន3ទាំង mode សលេងបងអញ្ចឹងសលេងដែលបងពងនិយាយនេះគឺជា function កាត់បន្ថយសលេងរំខានអញ្ចឹងសម្រាប់នេះបងដោតភ្លាមគឺវាចូល function កាត់បន្ថយសលេងរំខានហើយអញ្ចឹងបើសិនជាបងចង់ចូល function original sound វិញបងចុចអានេះមួយមកនេះអូខេបងតោះគ្នាអញ្ចឹងអានេះគឺជា function original sound ហើយបើសិនជាបងចុច2ដងណានេះបងចុច2ដងទៅវាចេញសញ្ញាភ្លើងសញ្ញានេះកាត់មកចំហៀងហ្នឹងអាហ្នឹងវា mode សលេងអញ្ចឹង mode សលេងនិយាយអត់ឮទេអញ្ចឹងដើម្បីដោះ mode សលេងវិញបងចុច2ដងដូចគ្នាអូខេបងអញ្ចឹងសម្រាប់ microphone របស់យើងហ្នឹងមាន2 function សំឡេងហើយសម្រាប់ model K31 នេះមាន function កាត់ខ្យល់និង function original sound អូខេបងអញ្ចឹងសម្រាប់ការប្រើប្រាស់មានតែប៉ុណ្្នឹងទេបង